ចៅវាយសេតវិមានបានដាក់បញ្ជាយ៉ាងដាច់ខាតអ៊ីរ៉ង់មានពេលតែ48ម៉ោងទៀតប៉ុណ្ណោះដើម្បីដាក់សំណើនុយក្លេអ៊ែរមកឲ្យសហរដ្ឋអាមេរិកបើមិនចង់ឲ្យកិច្ចចរចានៅថ្ងៃទី26កុម្ភៈត្រូវរំលាយចោលមុននឹងកិច្ចចរចាដោយប្រយោជន៍រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ចាប់ផ្ដើមនៅថ្ងៃប្រហ័សទី26កុម្ភៈនៅក្នុងទីក្រុងហ្សឺណែវរដ្ឋបាលលោក Donald Trump បានបោះជំហានយ៉ាងដាច់អហង្ការដោយទុកពេលឲ្យទីក្រុងតេអ៊ីរ៉ង់ត្រឹមតែ48ម៉ោងទៀតប៉ុណ្ណោះក្នុងរយៈពេលដ៏ខ្លីនេះអ៊ីរ៉ង់ត្រូវតែដាក់ស្នើសំណើនុយក្លេអ៊ែរលម្អិតមកកាន់ទីក្រុងវ៉ាស៊ីនតោនជាលក្ខខណ្ឌដាច់ខាតប្រសិនបើពួកគេចង់ឲ្យការចរចានៅថ្ងៃប្រហ័សនោះអាចបន្តឈានទៅដល់ថ្ងៃសុក្រទៀតបាននេះមិនមែនជាការសុំសហការឡើយប៉ុន្តែគឺជាការដាក់សម្ពាធឲ្យអ៊ីរ៉ង់បង្ហាញបៀចុងក្រោយរបស់ខ្លួនមុននឹងសហរដ្ឋអាមេរិកសម្រេចចិត្តប្រើប្រាស់កម្លាំងយោធានេះបើយោងតាមការដកស្រង់ចេញពីគេហទំព័រ Bilas ដែលបានចេញផ្សាយនៅថ្ងៃទី23កុម្ភៈប្រភពដដែលបានបន្តទៀតថាលោក Donald Trump បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់នៅលើយន្តហោះ Air Force One ថាលោកទុកពេលឲ្យអ៊ីរ៉ង់តែ10ទៅ15ថ្ងៃទៀតប៉ុណ្ណោះគិតចាប់ពីថ្ងៃទី20កុម្ភៈមកដើម្បីបញ្ចប់កិច្ចព្រមព្រៀងសម្រាប់លោក Trump លទ្ធផលមានតែពីរគត់គឺទទួលបានកិច្ចព្រមព្រៀងឬមួយក៏នឹងក្លាយជារឿងអកុសលសម្រាប់អ៊ីរ៉ង់ពាក្យថាអកុសលនេះត្រូវបានអ្នកវិភាគមើលឃើញថាជាការដកស្រង់ដៃយោធាព្រោះអាមេរិកបានត្រៀមខ្លួនរួចជាស្រេចនៅយន្តហោះចម្បាំង200គ្រឿងនិងនាវាផ្ទុកយន្តហោះយក្សចំនួន2គ្រឿងដើម្បីឡោមព័ទ្ធអ៊ីរ៉ង់ប្រសិនបើអ៊ីរ៉ង់មិនដាក់សំណើក្នុងរយៈពេល48ម៉ោងនោះទេនោះមានន័យថាច្រកទ្វារការទូតត្រូវបានបិទហើយអាមេរិកនឹងងាកទៅរកផែនការវាយប្រហារយោធាចំគោលដៅភ្លាមទោះបីជាដឹងថាអាមេរិកបានប្រមូលផ្ដុំកម្លាំងយោធាធំបំផុតចាប់តាំងពីឆ្នាំ2003ក៏ដោយក៏អ៊ីរ៉ង់នៅតែបង្ហាញភាពមិនចោះញោមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោកអ៊ីស្ម៉ាអែលបាការីបានប្រមានថាការវាយប្រហារណាមួយទោះបីជានៅកម្រិតស្រាលក៏អ៊ីរ៉ង់នឹងតបតវិញយ៉ាងចាស់ដៃបំផុតភាពតូចច្រកនេះបានធ្វើឲ្យពិភពលោកមានការភ័យខ្លាចយ៉ាងខ្លាំងរហូតដល់ប្រទេសជាច្រើនដូចជា India អូស្ត្រាលី សេប៊ី ប៉ូឡូញបានប្រកាសជំនះពលរដ្ឋរបស់ខ្លួនចេញពីអ៊ីរ៉ង់ជាហូរហែរួចទៅហើយប្រសិនបើក្នុងរយៈពេល48ម៉ោងនេះគ្មានសំណើណាមួយត្រូវបានដាក់លើតុចរចាទេនោះថ្ងៃទី26កុម្ភៈអាចនឹងមិនមែនជាថ្ងៃចរចាសន្តិភាពឡើយប៉ុន្តែវាអាចជាថ្ងៃផ្ដើមនៃសង្គ្រាមទ្រង់ទ្រីធំនៅតំបន់មជ្ឈិមបូព៌ាមកដល់ត្រង់ចំណុចនេះលោក Trump មានចងល់ដែលបានលើកឡើងដោយបេសកជនពិសេសលោក Steve Witkoff បង្ហាញថាលោក Trump ឆ្ងល់ថាហេតុអ្វីបានជាអ៊ីរ៉ង់មិនទាន់ព្រមចោះចាញ់ឬមកសុំចរចាទៀតទោះបីជាមានសម្ពាធយោធាដ៏ធំសម្បើមបែបនេះក៏ដោយទោះបីជាយ៉ាងណាមិនមានចម្លើយណាមួយដែលអាចឆ្លើយទៅនឹងចម្ងល់របស់លោក Trump បានទេចម្ងល់លោក Trump ទុកឲ្យប្រិមិត្តជាអ្នកបង្ហាញចំណាប់អារម្មណ៍ត្រឡប់មកវិញគួរបញ្ជាក់ផងដែរថាចំនួននៃអ៊ីរ៉ង់សហរដ្ឋអាមេរិកនៅចុងឆ្នាំ2025នេះគឺចាប់ផ្ដើមពីអ៊ីរ៉ង់បានសាកល្បងមីស៊ីប្លង់ដែលនាំឲ្យអ៊ីស្រាអែលមានប្រតិកម្មយ៉ាងខ្លាំងហើយក៏បានវិវត្តបន្តិចម្ដងរហូតក្លាយទៅជាចំនួនធំតែម្ដងមុននឹងបញ្ចប់យើងទៅមើលបន្តិចម្នាក់ចង់ឲ្យចោះចាញ់ម្នាក់ទៀតសុកចិត្តស្លាប់តែមិនចោះចាញ់នេះហើយជាមូលហេតុដែលធ្វើឲ្យពិភពលោកកំពុងតែដកដង្ហើមមិនដល់គ្នាព្រោះថាវាសនាតំបន់មជ្ឈិមបូព៌ាអាចនឹងផ្ទុះឆេះក្នុងរយៈពេល48ម៉ោងខាងមុខនេះពិតមែនឬទេខ្ញុំសំអាងវណ្ណៈ True Insider Amazing take. Gansberg, a real German premium beer. ពិសាដោយការទទួលខុសត្រូវ